ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ទៅជែកអំពីថាតើផ្លូវបន្តទៀតយើងទៅណាបាទអញ្ចឹងខ្ញុំលើកយកផ្លូវធំ3មកនិយាយផ្លូវទី1គឺយើងនឹងប្រកាសសង្គ្រាមបាទជាផ្លូវដែលស៊ីសាច់ហត់ឈាមវាយដល់ទីបញ្ចប់ឲ្យដឹងសដឹងខ្មៅបាទអ្នកណាឈ្នះអ្នកនឹងយកទៅហើយអ្នកដែលនៅគឺនឹងតស៊ូដល់ទីបញ្ចប់បាទអញ្ចឹងនេះគឺជាផ្លូវទី1បាទផ្លូវទី2គឺចរចាសុំសន្តិភាពចុះចាញ់ដោយកាត់ទឹកដីឲ្យគេបាទផ្លូវទី3ព្យាយាមបន្ទន់អេរិយាបថហើយព្យាយាមផ្សះផ្សាហើយទុកបញ្ហាទុកឲ្យមនុស្សចំនួនក្រោយជាអ្នកដោះស្រាយបាទសម្រាប់ខ្ញុំគិតថាផ្លូវទាំង3នេះផ្លូវទី1គឺយើងនឹងប្រកាសសង្គ្រាមយើងនឹងពង្រឹងខ្លួនបន្តឲ្យខ្លាំងឲ្យរឹងមាំដើម្បីតស៊ូជាមួយគេខ្ញុំជឿថាផ្លូវនេះគឺមានការលំបាកខ្លាំងដោយសារតែគេនឹងមិនបណ្ដោយឲ្យយើងសុខទេបាទហើយគេនឹងមិនដោយឲ្យយើងអភិវឌ្ឍខ្លួនឲ្យខ្លាំងបានដែរយើងថាពង្រឹងខ្លួនឲ្យខ្លាំងចំណាយពេលយូរប៉ុណ្ណាខ្លាំងដែលចង់ខ្លាំងហ្នឹងតើយើងចំណាយពេលប្រហែលម៉ានយើងត្រូវការពេលប្រហែលម៉ាន1ខែ3ខែបាទ3ខែក្រោយយើងវាយទៀតឬក៏1ឆ្នាំក្រោយយើងវាយទៀតឬក៏10ឆ្នាំក្រោយយើងវាយទៀតបាទកន្លែងនេះគឺជារឿងមួយដ៏គ្រោះថ្នាក់ដោយសារតែថាខ្ញុំជឿថាប្រទេសទាំង2ដែលនៅជុំវិញយើងគេមិនបណ្ដោយឲ្យយើងប្រឹងទេគេមិនបណ្ដោយឲ្យយើងរឹងមាំទេគេមិនបណ្ដោយឲ្យយើងខ្លាំងទេយើងមានទម្លាប់ពឹងគេបាទមិនថាសម័យណាដល់សម័យណាទេយើងពឹងគេរហូតបាទយើងមិនព្យាយាមពង្រឹងខ្លួនយើងថាឈប់ពឹងគេទៅពង្រឹងខ្លួនបាទយើងអត់អាចមិនពឹងបានទេព្រោះនៅក្នុងសង្គមនេះគឺយើងត្រូវការជំនួយគាំទ្រផ្សេងៗទាំងផ្នែកហិរញ្ញវត្ថុទាំងផ្នែកយោធាគ្រប់បែបគ្រប់យ៉ាងទាំងអស់អញ្ចឹងជំរើសទី1នេះខ្ញុំជឿថាទោះបីជាយើងប្រឹងយ៉ាងណាក៏ដោយក៏មិនអាចទៅរួចដែរដោយសារអីបើយើងប្រឹងគេក៏ប្រឹងដែរបាទបើយើងចង់ធ្វើសង្គ្រាមជាមួយគេក៏ចង់ដែរគេក៏មិនមែនមិនប្រយ័ត្នដែរបាទយើងធ្វើអីគេប្រយ័ត្នជានិច្ចអញ្ចឹងវាទៅជាប្រទេសពីរនៅក្បែរគ្នារអាគ្នាទៅវិញទៅមកបាទអញ្ចឹងអានេះវាមិនអាចទេបើហើយក្នុងសម័យទំនើបប្រហែលជាគេមិនអាចវាយចូលមកដល់ទីក្រុងភ្នំពេញដើម្បីយកគ្រប់គ្រងទេអានេះតាមខ្ញុំយល់ទេណាបាទអញ្ចឹងចំណុចទី1គឺខ្ញុំគិតថាប្រហែលជាលំបាកបាទបើសិនជាយើងចង់ប្រកាសសង្គ្រាមហើយវាយគ្នាបន្តទៀតដើម្បីយកដីឲ្យបានមកវិញបាទដីដែលគេដណ្ដើមបានណាគេគ្រប់គ្រងហ្នឹងគឺយើងចង់យកមកវិញឲ្យបានគឺខ្ញុំគិតថាជាជំរឿសដែលមិនអាចទៅរួចហើយជំរឿសដែលគ្រោះថ្នាក់បំផុតបាទជំរឿសទី2កាត់ដីឲ្យសូមចុះចាញ់អានេះវាហួសហេតុបាទខ្ញុំជឿថាប្រជាជនច្រើនដែលមិនសុខចិត្តទេបាទដែលមិនទទួលយកបានទេបាទអញ្ចឹងបើសិនជាចរចាឲ្យព្រមកាត់ដីឲ្យគេឲ្យសូមចុះចាញ់វារឿងគ្រោះថ្នាក់ណាស់បាទអញ្ចឹងរឿងគ្រោះថ្នាក់ណាស់ហើយបើឲ្យគេប៉ុណ្ណឹងគេនឹងចង់បានបន្តទៀតហើយប្រជាជនក៏ប្រហែលជាមិនសុខចិត្តដែររដ្ឋាភិបាលមានការលំបាកក្នុងការចូលជើងអញ្ចឹងកន្លែងនេះគឺជាជំរឿសដែលមិនសូវល្អហើយប្រកាសជាធ្វើយើងមានការឈឺចាប់ជំរឿសទី3បាទគឺជាជំរឿសដែលជ្រើសរើសយកសុខសន្តិភាពជាធំខ្ញុំគិតថាមិនមានជំរឿសណាល្អក្រៅអំពីការផ្សះផ្សាគ្នាទេបាទការផ្សះផ្សាគ្នាឡើងវិញនេះគឺបើកព្រំដែនបាទរកស៊ីជាមួយគ្នាព្យាយាមយល់គ្នាទៅវិញទៅមកជួយគ្នាទៅវិញទៅមកឲ្យមានការរីកចម្រើនទាំងអស់គ្នាចំណែកឯបញ្ហាព្រំដែនកន្លែងណាដែលយើងមិនទាន់ឯកភាពគ្នាបើកវាឡើងវិញទាំងអស់បាទសហការគ្នារកស៊ីទៅបាទអ្នកណាឆ្លាតរកស៊ីបានច្រើនជាងក៏តាមនឹងបាទប៉ុន្តែបើសិនជាបិទមានន័យថាយើងបាត់ផលប្រយោជន៍រវាងគ្នាវាធ្វើឲ្យផ្នែកមួយគេខឹងនៅពេលដែលយើងបិទព្រះវិហារមិនឲ្យថៃចូលវាអាចនឹងវាធ្វើឲ្យថៃមានការអន់ចិត្តណាស់ព្រោះគេចូលអត់បានគេចង់បានប្រយោជន៍ពីនឹងវាមិនមែនជារឿងចង់បានប្រសាទេប៉ុន្តែចង់បានផលប្រយោជន៍អញ្ចឹងកន្លែងនេះបើសិនជាប្រទេសពីរមិនបានផលប្រយោជន៍កាលនេះថាសូគាត់បាននិយាយហើយគាត់ថាអត់ប្រយោជន៍នឹងមានចំនួនបាទអត់ប្រយោជន៍នឹងមានចំនួនអញ្ចឹងកន្លែងនេះគឺដាច់ខាតគឺយើងត្រូវតែបន្ទន់អេរិយាបថផ្សះផ្សាហើយរឿងខ្លះដោះស្រាយនៅពេលនេះដោះស្រាយអត់ចេញទេព្រោះកម្ពុជាហើយនិងថៃជាជនទាំងពីរហ្នឹងគឺកំពុងតែឆ្លោះគ្នាបាទវាព្យាយាមដោះស្រាយមិនអាចតម្រូវចិត្តមហាជនបានទេបាទគឺយើងមិនអាចទេអញ្ចឹងកន្លែងនេះគឺមានន័យថាទុកឲ្យមនុស្សចំនួនក្រោយដែលយល់ថាជាមនុស្សតែមួយដូចតែគ្នាទេមិនថារបស់នរណាជានរណាទេបាទ
យើងរស់នៅក្នុងសង្គមនៅក្នុងលើភពផែនដីហេតុដូច្នេះយើងគួរតែព្យាយាមផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកទៅបាទដូចយើងមើលសម័យយើងមើលអឺរ៉ុបប្រទេសប្លុកអឺរ៉ុបគឺគេចេញចូលសេរីគេទៅមកសេរីធ្លាប់តែវាយគ្នាដណ្ដើមទឹកអីគ្នាប៉ុន្តែចុងក្រោយគេរស់នៅជាមួយគ្នាបានសុខបាទសហគមន៍អឺរ៉ុបគេចង់ទៅណាក៏បានធ្វើការនៅកន្លែងណាក៏បានអញ្ចឹងគេធ្វើចឹងបានដោយសារអីមនុស្សមានផ្នត់គំនិតជឿនលឿនហើយលែងខ្វល់ហើយថាអានឹងជារបស់អ្នកណាមនុស្សដូចតែគ្នាបាទប៉ុន្តែឥឡូវនេះលក្ខខណ្ឌរបស់យើងគឺនៅឆ្លោះគ្នាដដើមដីអានេះរបស់ឯងអានោះរបស់អញបាទចុះបើសិនជាប្លុកឧទាហរណ៍ដូចភូមិព្រៃច័ន្ទអញ្ចឹងបាទថៃវាថារបស់វារបស់ទៅប៉ុន្តែប្រជាជនខ្មែររស់នៅមានទោះអីបាទយើងកុំប្រកែកយើងរស់នៅទៅសុំយើងចរចាគ្នាថាឥឡូវកន្លែងហ្នឹងប្រជាជនខ្មែររស់នៅហើយឲ្យរស់នៅតទៀតទៅបាទបើអ្នកឯងថាទឹកដីអ្នកឯងឥឡូវទុកសិនទៅណាចាំដោះស្រាយទៅពេលក្រោយបាទមិនបាច់ទៅឆ្លោះគ្នាដដើមថាអានឹងរបស់ឯងអានឹងរបស់អញទេបាទប្រសាទតំនតូចតំនធំអូខេបើក្រុមណានឹងអស់គ្នាទៅណាកុំទៅរោរឿងគ្នាអ្នកណាមកបោះអ្នកណាក៏បានដែរយើងចាត់ទុកថាអានឹងជាសម្បត្តិរបស់ពិភពលោកទៅបាទចេញចូលទាំងអស់គ្នាទៅបាទថៃគេថាអានឹងរបស់គេអូខេអញ្ចឹងអ្នកឯង claim ថាអានឹងរបស់អ្នកឯងទៅហើយខ្ញុំក៏ថាអានឹងរបស់ខ្ញុំដែរប៉ុន្តែយើងសហការគ្នាទៅណាមិនបាច់ទៅមានទាហានឈរជើងអីទេបាទចេញចូលសេរីដកទាហានចេញពីនឹងអស់មកបាទ1គីឡូ2គីឡូបាទអញ្ចឹងវាជាការលំបាកណាស់ដោយសារតែរដ្ឋាភិបាលទាំងពីរបាទគឺយើងពិបាកនឹងប្រឈមមុខជាមួយប្រជាជនរដ្ឋាភិបាលយើងដឹងថាខាងថៃគាត់មានអំណាចជាងអញ្ចឹងគាត់អត់ខ្លាចប្រឈមមុខទេប៉ុន្តែយើងប្រហែលជាមិនមានវិធីផ្សេងក្នុងការផ្សះផ្សាហើយព្យាយាមស្វែងយល់ពីគ្នាបង្កើតកម្មវិធីយល់ដឹងពីគ្នាទៅវិញទៅមកបាទទាំងថៃទាំងកម្ពុជាស្វែងយល់ពីប្រទេសទាំងពីរទៅវិញទៅមកថៃបង្កើតកម្មវិធីយល់ពីខ្មែរបង្កើតកម្មវិធីយល់ពីថៃអញ្ជើញវាគ្មិនពីថៃមកនិយាយនៅស្រុកខ្មែរអញ្ជើញវាគ្មិនពីខ្មែរទៅនិយាយនៅស្រុកថៃដើម្បីឲ្យយល់ពីទស្សនៈនិងការយល់ឃើញរបស់ប្រជាជនខ្មែរចំពោះប្រទេសថៃហើយឲ្យថៃយល់ពីទស្សនៈនិងការយល់ឃើញរបស់ខ្មែរចំពោះប្រទេសថៃបាទមានតែការផ្សះផ្សានេះទៅថ្ងៃក្រោយទៅយើងអាចរស់នៅជាមួយគ្នាសុខបានបើសិនជាយើងចង់ធ្វើសត្រូវនឹងគ្នានឹងមិនមានថ្ងៃចប់ហើយលក្ខខណ្ឌរបស់យើងគឺជាលក្ខខណ្ឌចាញ់ប្រៀបបើសិនជាយើងប្រឹងមួយគេក៏ប្រឹងមួយដែរបើសិនជាយើងខ្លាំងគេក៏រឹតតែខ្លាំងដែរហើយយើងដឹងហើយថាបច្ចុប្បន្នស្ថានភាពរបស់យើងមហាមិត្តរបស់យើងអ្វីដែលជួយគ្រប់គ្រងយើងគឺមានតិចជាងគេអញ្ចឹងឱកាសដែលយើងអាចនឹងខ្លាំងជាងគេមានតិចខ្លាំងណាស់បាទមិនមែនជាការអស់សង្ឃឹមទេប៉ុន្តែយើងក៏លេចមើលសង្គ្រាមដែលកើតឡើងមកឬខ្ញុំឃើញមានរឿងអនិច្ចាច្រើនដែលកើតឡើងមានបងប្អូនយើងខ្លះនៅផឹកស៊ីរួមសប្បាយចេញនៅឡើយទេបាទអត់ខ្វល់ទេបាទអញ្ចឹងនេះជាការយល់ឃើញរបស់ខ្ញុំទេបងប្អូនយល់យ៉ាងណាក៏មេត្តាបញ្ចេញយោបល់ខ្ញុំរីករាយស្ដាប់ហើយរីករាយទទួលការរិះគន់បាទបើសិនជាយើងមិនបើកចិត្តស្ដាប់គ្នាទៅវិញទៅមកទេយើងនឹងមិនបានគំនិតផ្សេងដើម្បីយកមកទៀងទាត់ហើយយកមកពិចារណាទេបាទសូមអរគុណសូមជម្រាបលា